អូបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះទៅមកពីភូមិមករៀបចំឯកសាររំលោះត្រាក់ទ័រម៉ាស៊ីនច្រូតមួយគ្រឿងនៅភូមិថ្មីឃុំស្វាយដូនកែវស្រុកបាកានខេត្តពោធិ៍សាត់អញ្ចឹងតនេថ្ងៃនេះតនេមកល្ងាចបញ្ចូលម៉ោងឃ្លាំងមកហើយវាចាយដល់អីវាភ្លៀងទៀតតែភ្លៀងល្មមដែរទេបងភ្លៀងទេបើល្មមបើសិនជាហើយភ្លៀងពីរដងអីទៀតណាព្យួរបានហើយព្យួរបានហើយអញ្ចឹងតែព្យួរបានវានឹកឃើញត្រាក់ទ័រនេះបងប្អូនណាត្រាក់ទ័រនេះអញ្ចឹងហើយបើសិនជាពុកម៉ែបងប្អូនចង់បានត្រាក់ទ័រអាចទៅមកខ្ញុំបានមើលសុំតើឡៃនោះតិចសិនវាភ្លៀងហើយណាទឹកលិចនេះបើសិនជាពុកម៉ែបងប្អូនចង់បានត្រាក់ទ័រឬម៉ាស៊ីនច្រូតទៅមកខ្ញុំបានណាអានេះកក់រួយខាងណានេះខាងណាហើយត្រាក់ទ័រឬម៉ាស៊ីនច្រូតពុកម៉ែបងប្អូនអាចទៅមកខ្ញុំបានមិនថារំលោះមិនថាទិញដាច់ទេអាចទៅនេះបានទាំងអស់បងប្អូនណាអញ្ចឹងខ្ញុំនិយាយពីដំណាក់កាលទី1សិនរំលោះអញ្ចឹងពុកម៉ែបងប្អូនចូលរួមមុន 30% មានប្តីមានប្រពន្ធមានអ្នកធានាមានមនុស្ស3នាក់ចូលរួមណាហើយការប្រាក់យើងមានលើស1និងក្រោម1តាមការចរចាជាក់ស្ដែងបងប្អូនណាឯកសារស្រួលនេះมันជាពិបាកអីទេប៉ុន្តែក៏មានអ្នកជាប់មានអ្នកធ្លាក់ដែរបងប្អូនណាហើយរំលោះបាន5ឆ្នាំត្រាក់ទ័រណាម៉ាស៊ីនច្រូតរំលោះបាន4ឆ្នាំរំលោះបាន4ឆ្នាំដោយឡែកហើយអ្នកដែលចង់ទិញលុយសុទ្ធបងប្អូនដែលយកធនាគារឬក៏បងប្អូនមានលុយខ្លួនឯងសុទ្ធទិញនេះទិញបងប្អូនអាចទៅមកខ្ញុំបានដូចគ្នាខ្ញុំជួយរឲ្យក្នុងតម្លៃសមរម្យមិនថាចង់បាននៅពោធិ៍សាត់នេះទេឬក៏ចង់បាននៅណាក៏បានដែរអត់អីទេបងប្អូនទៅមកខ្ញុំជួយក៏ឲ្យតម្លៃសមរម្យបងប្អូនណាត្រាក់ទ័រម៉ាស៊ីនច្រូតអីក៏បានដែរបងប្អូនទៅមកហើយនឹងមួយទៀតទៅតាមការប្រឹក្សាយោបល់បងប្អូនមានគោលម្លងមានចង់បងរំលោះហើយទូទាំងប្រទេសដែលបងប្អូនចង់ដឹងពីគោលការណ៍នៃការបងរំលោះឬក៏បងប្អូនចង់ប្រឹក្សាយោបល់ថាឥឡូវបើសិនខ្ញុំចង់បានត្រាក់ទ័រឬខ្ញុំចង់បានម៉ាស៊ីនច្រូតហើយខ្ញុំត្រូវមានលក្ខខណ្ឌអីខ្លះខ្ញុំបច្ចុប្បន្នខ្ញុំមានលក្ខខណ្ឌប៉ុណ្ណេះតើខ្ញុំអាចហើយទួយកមកមានចំណូលមានចំណាយមានបេតិនីគារអញ្ចឹងណាអញ្ចឹងបងប្អូនហើយមានចំណាប់អារម្មណ៍អាចទៅមកខ្ញុំបានតាមលេខទូរស័ព្ទខាងលើតាម Line តាម Chat តាម Telegram អីក៏បានដែរតែបងប្អូនទៅមកណាប៉ុន្តែបញ្ជាក់ថាខ្ញុំឆ្លើយនៅពេលដែលខ្ញុំទៅនេដល់ពេលខ្ញុំរាល់ថ្ងៃខ្ញុំនៅលើឡានរហូតបងប្អូនពោធិ៍សាត់កំពង់ឆ្នាំងកំពង់ស្ពឺអញ្ចឹងវា3ខេត្តតើតែ3ខេត្តនេះរៀងហើយវល់តិចម្នាក់ឯងរៀងវល់តិចហើយដូចថ្ងៃនេះអីរៀងស្បាយការងារក៏បានចូលមកអញ្ចឹងទៅស្អែកឡើងទៅកំពង់ស្ពឺបងប្អូនណាស្អែកឡើងទៅកំពង់ស្ពឺហើយនៅខាងស្រុកថ្ពងឃុំអមលាំងប៉ុន្តែភូមិវ័យទេខ្ញុំភ្លេចទៅអត់ចាំទេតែស្អែកទៅជួបគាត់ហើយទៅមកពីកូរ៉េផងអញ្ចឹងខ្ញុំមានតម្រឹងទេអរគុណបងប្អូនមានចំណាប់អារម្មណ៍អាចខលសាកសួរបានណាអរគុណ